ជំងឺជ្រុះសក់វាប្រកាសជាចំណុចខ្សោយខ្លាំងរបស់មនុស្សមែនទេតើការជ្រុះសក់ប្រភេទណាជាសញ្ញានៃរោគទំពេកស្របនឹងហេតុការណ៍នេះយើងសូមចាក់ផ្សាយឡើងវិញបទអត្ថាធិប្បាយរបស់អៀងសុកមិញពីជំងឺជ្រុះសក់សូមអញ្ជើញស្ដាប់មនុស្សម្នាក់មានសក់ប្រមាណពី10ទៅ15ម៉ឺនសរសៃសក់មានដំណើរជីវិត3ដំណាក់កាលសក់ដុះលូតលាស់ជារៀងរាល់ថ្ងៃដុះហើយលូតវែងរួចក៏ចាស់ជ្រុះសក់ថ្មីក៏ដុះបន្តវិលជីវិតចាស់ស្លាប់រួចត្រូវផ្លាស់ថ្មីជីវិតលូតលាស់របស់សក់មួយសរសៃមានប្រមាណពី2ទៅ6ឬក៏7ឆ្នាំបន្ទាប់មកគឺជាដំណាក់កាលចាស់និងសម្រាកដែលមានអាយុកាលប្រមាណពី5សប្តាហ៍ទៅ100ថ្ងៃហើយក៏ទុំនិងជ្រុះរួចក៏មានសក់ថ្មីដុះមកវិញជួនក៏មិនដុះដោយសារតែមូលហេតុផ្សេងឬក៏ដោយសារតែវ័យចំណាស់ជាទូទៅមនុស្សយើងតែងតែជ្រុះបាត់បង់សក់អស់ប្រមាណពី40ទៅ50សរសៃឬក៏ច្រើនជាងនេះផងក្នុងមួយថ្ងៃក៏ប៉ុន្តែការជ្រុះសក់ខ្លះគឺជាសញ្ញានៃការចាប់ផ្ដើមការទំពេកមិនដូចអ្វីដែលយើងធ្លាប់ឮការជ្រុះសក់ទាំងដៃដោយហេតុតែខូចសក់ស្ងួតខ្លាំងបាក់ទន់ឬក៏ដាច់នៅពេលសិតសក់នោះមិនប្រកាសថាជាសញ្ញាដាស់ប្រាប់អំពីគ្រោះថ្នាក់នៃការចាប់ផ្ដើមកើតរោគទំពេកទៅថ្ងៃអនាគតទេទំពេកអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងក៏ប៉ុន្តែដើមហេតុចម្បងគេបង្អស់ទំនងជាបញ្ហាពូជបន្ទាប់មកគឺ stress ផលវិបាកនៃការទទួលទានថ្នាំមួយចំនួនឬក៏របបចំណីអាហារគ្មានលំនឹងកត្តាពូជប្រសិនបើអស់លោកអ្នកមានឪពុកម្ដាយមានក្បាលឆកឬទំពេកនោះអ្នកជាកូនអាចមានសំណាងច្រើននិងមានក្បាលដូចពួកគាត់ក្នុងករណីបែបនេះគេហៅថាជាជំងឺទំពេកតពូជអ្នកជាកូនអាចនឹងចាប់ផ្ដើមមានរោគជ្រុះសក់ឬយូរឬក៏ឆាប់ទៅតាមបុគ្គលម្នាក់ក៏ប៉ុន្តែជាទូទៅនឹងភាគច្រើនអាការៈសញ្ញានៃទំពេកក៏បានចាប់ផ្ដើមនឹងកើតឡើងនៅរវាងពីអាយុ25ទៅ35ឆ្នាំអរម៉ូនបរោះអង់ដ្រូហ្សែននិងរោគជ្រុះសក់គឺជាពាក្យពីរម៉ាត់ដែលមានទំនាក់ទំនងនឹងគ្នាយ៉ាងស្អិតល្មួតអរម៉ូននេះមានឥទ្ធិពលខ្លាំងណាស់ទៅលើដំណើរជីវិតរបស់សក់អរម៉ូននេះគឺជាអ្នកពន្លឿនឲ្យសក់ដុះឡើងវិញចំនួនសក់ជ្រុះក៏ប៉ុន្តែបញ្ហានៅត្រង់ថាវត្តជ្រុះហើយដុះវិញនេះនៅពេលដែលវិលច្រើនលើកច្រើនសារទៅសក់នឹងលែងដុះវិញតែម្ដងបើលែងមានការដុះឡើងវិញថ្ងាសក៏ចាប់ផ្ដើមត្រងាឡើងឬក៏ឆក់ចូលកាន់តែជ្រៅទៅចំពោះកត្តា stress គឺជាកត្តាមួយដែលនាំឲ្យជ្រុះសក់ដែលមិនគួរមើលស្រាលទេមានការជ្រុះសក់ពីរបែបដែលបណ្ដាលមកពី stress ទី1គឺ stress ពេកបណ្ដាលឲ្យមានជំងឺដែលប៉ះពាល់ដល់ការជ្រុះសក់ទី2 stress អាចបង្កឲ្យមានជំងឺជ្រុះសក់រ៉ាំរ៉ៃតែម្ដងក្នុងករណីចុងក្រោយនេះជំងឺអាចវាយលុកដល់ឫសសក់ហើយជាប្រតិកម្មសក់លែងដុះតែម្ដងជ្រុះសក់ដោយសារតែ stress មិនសុទ្ធតែនាំឲ្យយើងទំពេករហូតទេក៏ប៉ុន្តែបើគ្មានការព្យាបាលឲ្យបានត្រឹមត្រូវនឹងចំទិសនោះសក់មិនអាចដុះឡើងវិញឡើយសារជាតិដែកគឺជាអ្នកសម្រួលខ្លាំងឲ្យសក់ដុះលូតលាស់ល្អដូច្នេះបើអ្នកមានរបបអាហារត្រឹមត្រូវមានលំនឹងសម្បូរទៅដោយជាតិដែកនោះវានឹងអាចការពារនិងថែមទាំងព្យាបាលកុំឲ្យជ្រុះសក់បានមិនថាការជ្រុះសក់ទាំងនោះបណ្ដាលមកពីមូលហេតុអ្វីទេដូច្នេះនៅក្នុងករណីជួបគ្រោះជ្រុះសក់ខ្លាំងខ្លាចទំពេកសូមគិតគូរទៅវិភាគឈាមមើលកម្រិតជាតិដែកថាតើមានគ្រប់គ្រាន់តាមតម្រូវការរបស់ខ្លួនប្រាណដែរឬក៏អត់យើងបានដឹងដោយត្រួសអំពីមូលហេតុដែលនាំឲ្យជ្រុះសក់ទំពេកហើយក៏ប៉ុន្តែសួរថាតើធ្វើដូចម្តេចទើបដឹងថាការជ្រុះសក់ប្រភេទណាដែលនាំឲ្យទំពេកគឺសំដៅទៅលើក្បាលដែលឥតសក់ឬក៏រលីងដុំគេសម្គាល់ឃើញថារោគសញ្ញានៃការទំពេកច្រើនប៉ះពាល់ខ្លាំងជាងដំបូងនៅតំបន់ថ្ងាសផ្នែកខាងលើនៃលលាដ៍ក្បាលឬក៏ហៅថាបង្ហើយនិងនៅម្ដុំក្រយ៉ៅក្បាល
ដំបងឡើយក្បាលចាប់ផ្ដើមប្រែប្រួលការជ្រុះសក់បានបង្ហាញវត្តមានថ្ងាសកាន់តែទូលាយឡើងឬក៏បង្ហាញស្នាមឆក់កាន់តែច្បាស់ឡើងនិងជ្រៅទៅសូមតាមដានមើលតំបន់នេះឲ្យមែនទែនបើថ្ងាសអ្នកកាន់តែរលោងលែងសូវមានសក់ត្រូវឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីវិភាគរោគឲ្យបានទាន់ពេលវេលានិងដំបូងទីរោគសញ្ញាបន្ទាប់ទី2ដែលបង្ហាញអំពីដំណើរឆ្ពោះទៅរកភាពទំពេកគឺចំណុចកណ្ដាលនៃក្បាលដែលចាប់ផ្ដើមស្កាសក់អាចមើលឃើញសាច់លលាព្រាលហើយទន្ទឹមពេលគ្នានោះសក់ក៏ចាប់ផ្ដើមជ្រុះខ្លាំងនៅផ្នែកចំហៀងនិងកន្លែងឆក់ជាចុងក្រោយតាំងពីថ្ងាសដល់កណ្ដាលក្បាលលែងមានសក់ជ្រុះដេញធំទៅសល់តែជើងក្រោមនិងផ្នែកខាងក្រោយចំពោះមនុស្សស្រីក៏អាចមានខ្លះដែរករណីទំពេកតែជាការកម្រណាស់បើមានរោគទំពេកវិវត្តគឺនៅម្ដុំទេកន្លែងធ្នេរវែកសក់ពុះចំហៀងឬក៏ពុះកណ្ដាលតែប៉ុណ្ណោះប្រសិនបើអ្នកឃើញសក់នៅម្ដុំនេះជ្រុះហើយមិនដោះវិញមានតែសក់ទូចសរសៃឆ្មាស្នាមពុះកាន់តែរីកធំឡើងសូមប្រុងប្រយ័ត្ននិងរកវិធីព្យាបាលភ្លាមពីព្រោះនេះអាចជាសញ្ញានៃការទំពេកទៅថ្ងៃអនាគតចុះតើត្រូវធ្វើដូចម្តេចទើបអាចទប់ស្កាត់ការជ្រុះសក់កុំឲ្យទំពេកបានសូមចងចាំថាការជ្រុះសក់មានទំនាក់ទំនងទៅនឹងវ័យដូច្នេះដំណោះស្រាយក៏វាអាចប្រែប្រួលទៅតាមវ័យដែរសក់មានជីវិតដុះហើយលូតលាស់និងស្លាប់ជ្រុះទៅវិញប្រៀបដូចជាជីវិតមនុស្សយ៉ាងដូច្នោះបើនិយាយឲ្យស្រួលស្ដាប់ការជ្រុះសក់ឬក៏ទំពេកវាគឺជាបាតុភូតធម្មតាសម្រាប់មនុស្សប្រុសគ្រាន់តែថាចំពោះបុគ្គលអ្នករងគ្រោះខ្លះគាត់ពិបាកទទួលយកតែប៉ុណ្ណោះជាទូទៅគេសង្កេតឃើញថាការទំពេកវិវត្តទៅតាមវ័យ 20% នៅក្នុងវ័យ25ឆ្នាំ 40% នៅក្នុងវ័យ40ឆ្នាំនិងចាប់ពីអាយុ50ឆ្នាំឡើងទៅបុរសចំនួនពាក់កណ្ដាលអាចជួបគ្រោះទំពេកស្ត្រីក៏មានគ្រោះកើតរោគទំពេកដែរក៏ប៉ុន្តែក្នុងបរិមាណតិចជាងបុរសច្រើនណាស់ទំពេកអាចស្ដែងឡើងតាំងតែពីនៅវ័យក្មេងបើការចាប់ផ្ដើមកាន់តែឆាប់អាការៈទំពេកកាន់តែធ្ងន់ធ្ងរខ្លាំងនៅក្នុងវ័យ14ទៅ18ឆ្នាំពីចូលពេញវ័យកំឡោះការជ្រុះសក់អាចចាប់ផ្ដើមនិងជាបាតុភូតមួយសំណើហើយក៏អាចបាត់ទៅវិញយ៉ាងស្រួលយុវជនទើបពេញវ័យដូច្នេះអាចជ្រុះសក់អស់ប្រមាណពី100សរសៃក្នុងមួយថ្ងៃតែបើការជ្រុះសក់នេះគឺជាដើមហេតុនៃការទំពេកតាំងពីក្នុងវ័យនេះនោះសក់ក្បាលនឹងចាប់ផ្ដើមបង្ហាញស្នាមរង្វើលឆក់ចូលនិងមានជាប់នៅលើក្រាស់នៅលើខ្នើយសូមគិតគូរព្យាបាលតាមបែបធម្មជាតិដោយប្តូរសាប៊ូកក់សក់គៀមផ្ទាត់របបអាហារឬក៏ត្រូវរកវីតាមីនមកលេបបន្ថែមជាដាច់ខាតនៅពេលចូលដល់វ័យ19ទៅ25ឆ្នាំសក់ក្បាលបន្តជ្រុះខ្លាំងអាចផ្ដល់អាការៈសញ្ញាទំពេកច្រើនផ្នែកខាងលើនៃក្បាលចាប់ផ្ដើមស្ដើងមើលលលាក្បាលឃើញក្បាលបានបង្ហាញទម្រង់ជាអក្សរ M ឬក៏អក្សរ E ស្នាមឆក់ខ្ស៊ីកាន់តែជ្រៅដំណោះស្រាយនៅក្នុងវ័យនេះនិងដំណាក់កាលនេះគឺត្រូវបដូរឆ្លាស់សាប៊ូកក់សក់ប្រើ lotion ឬក៏ម្សៅប្រឆាំងនឹងការជ្រុះសក់លាបនៅលើក្បាលចាប់ពីអាយុ26ឆ្នាំឡើងទៅការជ្រុះសក់ជារោគទំពេកអាចបង្ជាបញ្ហាដ៏ស្មុគស្មាញខ្លាំងសញ្ញាណនៃការទំពេកមានកាន់តែច្បាស់លាស់សក់ជ្រុះហើយមិនដុះវិញហើយសក់ដែលនៅដុះពីលើមានការលូតលាស់យឺតបើជាមនុស្សប្រុសក្បាលត្រងាលខ្លាំងពេកដំណោះស្រាយដែលប្រសើរជាងគេគឺកោរបើមិនដូច្នេះទេអ្នកអាចគិតគូររោគដាំសក់ក៏បានចាប់ពីអាយុ35ឆ្នាំឡើងទៅទំពេកបង្ហាញទម្រង់កាន់តែច្បាស់មែនទែននៅលើក្បាលឯដំណោះស្រាយក៏កាន់តែមានតិចព្រោះសូមចងចាំថាការព្យាបាលប្រយុទ្ធប្រឆាំងនឹងការជ្រុះសក់ទំពេកមិនថាដោយការប្រើថ្នាំលេបថ្នាំចាក់វីតាមីនទេមានប្រសិទ្ធភាពលើកណាស់តែយើងបានចាប់ផ្ដើមព្យាបាលពីដំបូងភ្លាមតែប៉ុណ្ណោះ
នៅពេលណាដែលក្បាលចាប់ផ្ដើមចេញស្នាមទំពេកច្បាស់លាស់ហើយគ្មានសក់រលោងស្រិលនោះគឺគ្មានអ្វីអាចជួយបានទៀតទេគ្រាន់តែថាបច្ចុប្បន្ននេះវិទ្យាសាស្ត្រកំពុងតែផ្ដល់សេចក្តីសង្ឃឹមថ្មីដោយអ្នកស្រាវជ្រាវបានស្គាល់អំពីអត្តសញ្ញាណនៃកោសិកាជាភ្នាក់ងារទទួលបន្ទុករុញច្រានសក់ឲ្យដុះឡើងវិញហើយកាលពីប៉ុន្មានខែមុននេះដូច្នេះមិនយូរមិនឆាប់គេនឹងអាចរកឃើញរូបមន្តបណ្ដុះសក់ជាថ្នាំឬក៏ជាសាប៊ូកក់សក់ដ៏មានប្រសិទ្ធភាពពិតៗដែលមនុស្សលោកជាច្រើនកំពុងស្រមៃចង់បានពីមុនមកអ្នកស្រាវជ្រាវបានដឹងត្រឹមតែថាហេតុអ្វីបានជាសក់ជ្រុះសក់ប្រែជាស្កូវនិងអាចផលិតថ្នាំមានប្រសិទ្ធភាពត្រឹមជួយពៅកោសិកាតសកម្មតែប៉ុណ្ណោះពលគឺថ្នាំទាំងអស់នោះមានប្រសិទ្ធភាពតែពេលចាប់ទំពេកដំបូងភ្លាមតែប៉ុណ្ណោះដកស្រង់ដោយតំបន់សុខភាពប្រសិនបើករណីប៉ះពាល់ដល់កម្មសិទ្ធិបញ្ញាសូមតាក់ទងមក Telegram តំបន់សុខភាពសូមអរគុណ